ពុកម៉ែបងប្អូនទាំងគ្នាឥឡូវរឿងលូនស្នេហ៍របស់មុំសុកស្នេហ៍បានជិតភាគ2ហើយឥឡូវទូប្រុសវិញយើងបានមកដល់ហាងលក់សាច់ជ្រូកទូស្រីយើងនឹងឯងអើយពុកម៉ែបងប្អូនទាំងគ្នាមានអារម្មណ៍ថាបាត់ខុសសម្លេងអីអត់គឺតួមួយទៀតបានស្អកគាត់បាត់ហើយខ្ញុំចូលចំនួនឥឡូវកុំរៀបរាប់យូរឥឡូវមកដល់ផ្ទះទូស្រីយើងមិនតែម្ដងទូស្រីយើងនៅតែមានគេហៅទិនសាច់ជ្រូកអីចឹងទូស្រីក៏ដើរទៅកន្លែងតួប្រុសយើងនឹងឯងដោយសារតួប្រុសយើងមកទិនសាច់ជ្រូកមើលតារៀងទូស្រីយើងទៅក៏ដឹងថាស្អាតដែរហើយទូស្រីយើងក៏ដើរទៅកន្លែងតួប្រុសអូយបងប្អូនទាំងគ្នាមើលសក់ទូស្រីយើងស្អាតមែនតើហើយទូស្រីយើងក៏ដើររៀងយូរដែរដោយសារផ្លូវទៅកន្លែងតុកឡានហ្នឹងវារៀងយូរតុកឡានម៉ូតូហ្នឹងមើលទៅក៏ឆ្ងាយដែរតែចិត្តដល់ហើយទូស្រីយើងក៏ដើរចិត្តដល់កន្លែងតួប្រុសយើងនឹងឯងតួស្រីយើងក៏ស្អាតតួប្រុសយើងក៏ស្អាតធានាដឹងតែល្អមើលហ្មងព្រោះ admin ខំលើករឿងបាននីមួយយូរមែនតើជាហ្មងពុកម៉ែបងប្អូនគ្នារឿងលងស្នេហ៍ក្រមុំស្រុកស្រែនេះដឹងតែល្អមើលហ្មងដឹងតែភាគ3ល្អមើលជាងភាគ2តែម្ដងមើលតែមិនទៅក៏ដឹងតែស្វីតតែពុកម៉ែបងប្អូនគ្នាទូប្រុសយើងលងស្នេហ៍ទូស្រីបាត់ហាវទូស្រីដើរមកដល់ទូកន្លែងទូប្រុសភ្លាមទូប្រុសចាប់ចិត្តបាត់ហើយហ្នឹងខ្ញុំអៀនចំនួនទូស្រីតែម្ដងហ្មងទូស្រីយើងឲ្យសាច់ជ្រូកទៅទូប្រុសហើយទូស្រីយើងក៏ដើរត្រឡប់ទៅវិញឯងនឹងឯងទូប្រុសយើងមើលតាមសម្លឹងមើលទូស្រីយើងតែម្ដងហ្មងមិនដាច់កតុយថ្មែទេហើយមើលទូប្រុសយើងក៏ចាប់ផ្ដើមត្រឡប់ទៅផ្ទះគាត់វិញអញ្ចឹងដោយសារមករៀងយូរដែរហើយ2-3ម៉ោងដែរហើយមើលទៅសង្ស័យម៉ែគាត់ចាំសាច់ជ្រូកនឹងលែងបានស្លយមើលទៅមូលហេតុអ្នកលក់សាច់ជ្រូកនៅទីនឹងដែរចិត្តនឹងដែរទេហើយទូប្រុសយើងទៅយូរមែនដោយសារទូប្រុសយើងអត់ស្គាល់កន្លែងលក់សាច់ជ្រូកនឹងឯងហើយទូប្រុសយើងមិនដែលស្គាល់កន្លែងលក់សាច់ជ្រូកផងចាំមកទិនដែររឿងហ្នឹងយើងមានតែទំនឹងទេឥឡូវចាំរងចាំរឿងភាគ3តែម្ដង